កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌសែនសុខបានចុះរដ្ឋបាលខកខ្លួនមនុស្ស10នាក់ក្នុងនោះម្ចាស់ទីតាំង2នាក់ដីប្រពន្ធដែលសង្ស័យផ្ដល់ទីតាំងលួចលាក់ឲ្យអនិច្ចជនមើលរឿងអាភាសនិងរួមភេទក្រោយមានការប្តឹងនិងរាយការណ៍ពីប្រជាពលរដ្ឋថាមានក្មេងស្រីជាច្រើនគេចពីសាលាមកប្រមូលផ្ដុំគ្នាចេញចូលទីតាំងមួយកន្លែងចេញចូលបិទទ្វារចិត្តនោះហើយនៅថ្ងៃទី21ខែឧសភាឆ្នាំ2026វេលាម៉ោង 11:00 នាទីក្រុមការងារគណៈបញ្ជាការឯកភាពខណ្ឌសែនសុខដឹកនាំដោយលោកប្រាជ្ញសីហាអភិបាលរងខណ្ឌសែនសុខនិងមានការសម្របសម្រួលពីលោកលីគឹមសៀនព្រះរាជអាជ្ញារងអមស្លាតដំបងរាជធានីភ្នំពេញបានចុះត្រួតពិនិត្យរដ្ឋបាលស្ថិតនៅទីតាំងផ្ទះលេខ60 68ផ្លូវ10ម៉ែត្រថ្មីបូរីភពថ្មីសែនសុខភូមិបាយ៉ាបសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខរាជធានីភ្នំពេញជាក់ស្ដែងទីតាំងទី1ផ្ទះលេខ60មានបន្ទប់ចំនួន3និងទីតាំង2ផ្ទះលេខ68មានបន្ទប់ចំនួន4កំឡុងពេលចុះពិនិត្យរដ្ឋបាលនៅផ្ទះលេខ60ជាន់ទី1ឃើញមានមនុស្សប្រុសស្រីចំនួន2នាក់ជាអនិច្ចជនដោយមានសង្ស័យថាម្ចាស់ទីតាំងខាងលើបានផ្ដល់ទីតាំងសម្រាប់អនិច្ចជនរួមភេទដូច្នេះក្រុមគណៈបញ្ជាការឯកភាពខណ្ឌសែនសុខបានឃាត់ខ្លួនមនុស្សចំនួន10នាក់ដើម្បីសួរនាំក្រោយពីសួរនាំរួចគណៈបញ្ជាការឯកភាពខណ្ឌក៏បានប្រគល់ឲ្យមនុស្សទាំង10នាក់ខាងលើមកការិយាល័យជំនាញដើម្បីអនុវត្តតាមនីតិវិធីបន្តបច្ចុប្បន្នកម្លាំងការិយាល័យនគរបាលប្រឆាំងការជួញដូរមនុស្សនិងការពារអនិច្ចជនកំពុងបន្តនីតិវិធី